ព្រះគម្ពីរយ៉ូណាគេជឿថាយ៉ូណាបានធ្វើជាហោរាទៅកាន់ពួកអ៊ីស្រាអែលក្នុងរជ្ជកាលរបស់ស្ដេចយ៉ូអាហាយ៉ូអានិងយេរ៉ូបោមទី2តែគេមិនដឹងអំពីកាលបរិច្ឆេទច្បាស់លាស់ទេព្រះជាម្ចាស់បានចាត់ហោរាយ៉ូណាឲ្យទៅក្រុងនីនីវេដើម្បីស្រែកប្រកាសប្រឆាំងទាស់នឹងសេចក្តីអាក្រក់នៃក្រុងនោះក្រុងនីនីវេគឺជារាជធានីនៃប្រទេសអាសឺដែលជាសត្រូវដ៏ធំរបស់សាសអ៊ីស្រាអែលហោរាយ៉ូណាខ្លាចប្រជាជននៃក្រុងនីនីវេប្រែចិត្តហើយរួចខ្លួនពីសេចក្តីជំនុំជម្រះរបស់ព្រះជាម្ចាស់ដូច្នេះគាត់បានភៀសខ្លួនទៅឯក្រុងតាស៊ីសវិញនៅពេលមានខ្យល់ព្យុះយ៉ាងធំនាយនាវាបានចាប់ហោរាយ៉ូណាបោះទម្លាក់ចូលទៅក្នុងទឹកសមុទ្រហើយត្រីយ៉ាងធំមួយលេបគាត់បាត់ទៅលុះក្រោយមកត្រីនោះក៏ខ្ជាក់គាត់ចេញទៅលើដីគោកវិញបន្ទាប់មកហោរាយ៉ូណាបានធ្វើដំណើរទៅកាន់ក្រុងនីនីវេដោយស្ម័គ្រវិចិត្រព្រមទាំងប្រកាសប្រាប់ថានៅតែ40ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញនៅពេលនោះពួកបណ្ដាជននៃក្រុងនីនីវេបានប្រែចិត្តខណៈដែលបានឮនៅការប្រកាសរបស់គាត់ដូច្នេះព្រះជាម្ចាស់ទុកឲ្យក្រុងនីនីវេបាននៅដល់150ឆ្នាំទៀតហោរាយ៉ូណាបានខឹងនឹងព្រះជាម្ចាស់ដោយសារពួកនីនីវេបានរួចខ្លួនរហូតដល់ទ្រង់បានរំលឹកដល់គាត់ថាទ្រង់មានសិទ្ធិបង្ហាញសេចក្តីមេត្តាករុណាដល់អ្នកណាដែលទ្រង់មេត្តាករុណាបទពិសោធន៍របស់ហោរាយ៉ូណានៅក្នុងពោះត្រីគឺជារូបភាពដែលបង្ហាញអំពី1ការសុគតការបញ្ចុះក្នុងភ្នោនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ2ការបដិសេធព្រះជាម្ចាស់របស់សាសអ៊ីស្រាអែលការរស់នៅជាឆ្លើយក្នុងចំណោមសាសដទៃរួចទីបំផុតការស្ដារឡើងវិញរបស់សាសអ៊ីស្រាអែល